ជំរាបសួរបងប្អូនស្វាគមន៍មកកាន់เพจធ្វើម្ហូបបែបស្រុកស្រែថ្ងៃនេះសូមម្ហូបបែបងាយៗតិចឲ្យបងប្អូនអើយតែងាយៗនេះជាចំណូលចិត្តរបស់អ្នកធ្វើហ្មងជូរផលិតបងប្អូនអញ្ចឹងយើងមានអីដំបូងឡើយយើងបកផលិតយើងនឹងសិនទៅផលិតទិញមកពីផ្សារស្រាប់ទេអត់បានទៅដកខ្លួនឯងទេបងប្អូនអើយបើកាលនៅពីស្រុកវិញចង់ស្លោផលិតអញ្ចឹងត្រូវទៅបឹងទៅដកផលិតយកមកស្លោណាហើយអីនេះមានជីមកថោហ្នឹងចេះតែឃើញទៅឆ្នៃទៅមកជូរផលិតយើងប្រើជីដាក់ទៅឈ្ងុយតាអាចជំនួសមកអមបានបងប្អូនស្អែកតែចំណងចំណូលចិត្តយើងទេបើធម្មតាខ្ញុំវិញមកជូរចូលចិត្តដាក់មកអមក៏បានចូលចិត្តដាក់ជីក៏បាននិយាយទៅបន្លែរបស់យើងមានអីដាក់នឹងទៅហើយយើងបេះជីបេះអីបានយើងមកដាំទឹកមើលតែទឹកពុះហ្នឹងបងប្អូនយើងដាក់ប្រហុកដូចខ្ញុំនេះខ្ញុំប្រើប្រហុកថៃសាច់ខាងសៀមរាបប្រហុកកាភ្លៀងខាងសៀមរាបឆ្ងាញ់ណាស់បងប្អូនអើយហើយយើងតាមគ្រួសារមួយបើដូចខ្ញុំស្លបងគ្រឿងក្រៅសឹងថាគ្រប់មុខអស់ហើយទាំងម្ជូរទាំងអីនោះឲ្យវាចូលជាតិគ្នាហើយបានខ្ញុំដាក់ត្រីចូលខ្ញុំដាក់ត្រីហើយត្រីដែលខ្ញុំស្លម្ជូរទូទៅខ្ញុំប្រើពពួកត្រីមានម៉ាអិលណាអានេះប្រើត្រីកែហើយតាមមើលទៅថាអើយត្រីរបស់យើងនឹងឆ្អិនល្មមភ្លក់ត្រូវជាតិធ្វើអីអស់ហើយយើងដាក់ផលិតបន្ទាប់ពីដាក់ផលិតមើលទៅថាផលិតយើងឆ្អិនហើយយើងដាក់ជីម្ទេសទៅតែប៉ុណ្ណឹងរួចហើយបងប្អូនអើយបានស្លមួយឆ្នាំងបានអរគុណច្រើនសម្រាប់ការជួយចិត្តមើលវីដេអូអរគុណ